សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel អវិញ្ញាណមានពិតហើយថ្ងៃនេះ Admin មានសាច់រឿងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយរឿងនេះដែរមានចំណងជើងថាព្រៃខ្មោចដោយនៅកណ្ដាលព្រៃជ្រៅមួយដែលអ្នកភូមិប្រសិទ្ធនាមថាព្រៃមរណៈខ្យល់រចាក់ស្រៀបបកមកប៉ះស្បែកកាត់តាមចន្លោះស្លឹកឈើដែលញ័ររន្ធត់ដូចជាសំឡេងខ្សឹបខ្សៀវរបស់វិញ្ញាណខ្មោចយប់នេះមេខ្មៅងងឹតដូចទឹកខ្មៃចន្ទ្រាដែលធ្លាប់តែភ្លឺត្រចះត្រចង់បែរជាត្រូវពពកខ្មៅបាំងបិទទុកឲ្យព្រៃទាំងមូលស្ថិតនៅក្នុងភីក្អាត់កំបាំងវិចិត្រដែលជាបុរសម្នាក់ដែលមានចិត្តអាក្រក់និងធ្លាប់បានសម្លាប់មនុស្សដោយអយុត្តិធម៌ក្នុងព្រៃនេះកំពុងតែរត់គេចខ្លួនដោយក្តីភ័យខ្លាចជើងរបស់គេជាន់លឿមមេឈើងាប់បន្លឺសំឡេងក្រាក់ដូចជាឆ្អឹងមនុស្សដែលកំពុងបាក់រាល់ពេលដែលគេឈប់ដកដង្ហើមគេតែងតែឮសំឡេងដកដង្ហើមវែងនៅពីក្រោយខ្នងប៉ុន្តែនៅពេលដែលគេងាកក្រោយគ្មានអ្វីទាំងអស់ក្រៅពីភាពងងឹតសូន្យឈឹងនិងដើមឈើធំដែលមើលទៅដូចជាយក្សកំពុងឈរចាំលាបត្របាក់គេរំពេកនោះសំឡេងសាយគ្រលួចរបស់ស្ត្រីម្នាក់បាយបន្លឺឡើងពេញព្រៃវាជាសំឡេងសាយដែលបង្កប់ដោយការឈឺចាប់និងការគុំគួនវិចិត្រចាប់ផ្ដើមព្រឺរោមពេញខ្លួនស្បែកក្បាលរបស់គេស្ពឹកអស់គេព្យាយាមរត់ឲ្យលឿនជាងមុនប៉ុន្តែជើងរបស់គេហាក់ដូចជាជាប់ចំណងមិនអាចរើទៅមុខរួចក្លិនស្អុយអាសូចដូចជាសាកសពដែលកំពុងស្អុយរលួយបានភីមកប៉ះច្រមុះរបស់គេធ្វើឲ្យគេចង់ក្អកនៅចំពោះមុខរបស់គេស្រមោលសខ្មៅមួយបានលិតឡើងបន្តិចម្ដងវាគឺជាវិញ្ញាណរបស់នារីដែលវិចិត្របានសម្លាប់កាលពីច្រើនឆ្នាំមុនសក់របស់នាងវែងអន្លាយដល់ដីគ្របបណ្ដៅមុខមាត់ដែលដាច់រហែកនៅហូរឈាមជោកឈាមភ្នែករបស់នាងក្រហមឆ្អើតដូចជាភ្លើងនរកសម្លឹងមកវិចិត្រដោយការសងសឹកវិចិត្រឯងរត់ទៅណានាងសឹបដាក់ត្រជាគេសំឡេងនោះត្រជាក់ស្រៀបដល់ឆ្អឹងខ្នងវិចិត្រភ័យខ្លាចដល់ថ្នាក់លួតជង្គង់ចុះសំពះអង្វរកនារីខ្ញុំសុំទោសខ្ញុំមិនបានតាំងចិត្តទេនារីមិនឆ្លើយតបឡើយប៉ុន្តែក្រចកវែងពណ៌ខ្មៅរបស់នាងបានលូមកអង្អែលករបស់វិចិត្រយឺតវិចិត្រមានអារម្មណ៍ថាដូចជាមានដាវត្រជាក់កំពុងអាករបស់គេព្យាយាមស្រែកប៉ុន្តែគ្មានសំឡេងចេញមកក្រៅឡើយហាក់ដូចជាមានដៃដែលមើលមិនឃើញកំពុងខ្ទប់មាត់គេយ៉ាងណែនរំពេកនោះព្រៃដឹងមូលស្រាប់តែប្រែជាស្ងាត់ជ្រងំវិញ្ញាណរបស់នារីបានបាត់ទៅវិញប៉ុន្តែអ្វីដែលរន្ធត់ជាងនេះទៀតគឺវិចិត្រមានអារម្មណ៍ថាមានអ្វីមួយយ៉ាងកំពុងតោងនៅពីក្រោយខ្នងរបស់គេយ៉ាងធ្ងន់គេមិនហ៊ានងាកក្រោយទេព្រោះគេដឹងច្បាស់ថាប្រសិនបើគេងាកទៅគេនឹងឃើញមុខមាត់ដ៏គួរឲ្យខ្លាចបំផុតដែលគេមិនធ្លាប់ឃើញក្នុងជីវិតខ្យល់ដង្ហើមត្រជាក់ស្រីរបស់វិញ្ញាណខ្មោចបានបោកមកប៉ះករបស់គេម្ដងទៀតព្រមជាមួយពីកសម្ដីចុងក្រោយថាយប់នេះឯងត្រូវទៅនៅទីនេះជាមួយយើងរហូតតទៅវិចិត្របានដួលសម្លាប់បាត់ស្មារតីក្នុងភាពងងឹតនៃព្រៃខ្មោចនោះហើយចាប់ពីថ្ងៃនោះមកគ្មាននរណាម្នាក់បានឃើញវិចិត្រម្ដងទៀតឡើយអ្នកភូមិតែងតែឮសំឡេងស្រែកយំដោយការឈឺចាប់ចេញពីក្នុងព្រៃមរណៈជារៀងរាល់ថ្ងៃសិលនៅចន្លោះជួរភ្នំដាច់ស្រយាលដែលពោពេញទៅដោយដើមឈើបុរាណមានអាយុកាលរាប់រយឆ្នាំមានព្រៃមួយដែលអ្នកភូមិរសិទ្ធនាមថាព្រៃលាក់សពទីនោះមិនធ្លាប់មានពន្លឺថ្ងៃចាំងចូលដល់ដីឡើយសូម្បីតែសត្វបក្សីក៏មិនហ៊ានហើរឆ្លងកាត់ដែរយប់នេះខ្យល់ត្រជាក់ស្រីបោកមកប៉ះស្បែកកាត់តាមចន្លោះមេឈើដែលញ័ររន្ធត់ដូចជាម្រាមបីខ្មោចកំពុងតាមអង្រុញរកចំណីរទ្ធីបុរសដែលមានប្រវត្តិជោគចាមដោយឈាមកំពុងតែដើររាលងក្នុងព្រៃនេះទាំងយប់អាធ្រាត្រក្នុងដៃរបស់គេមានកាន់កាវិតតំណោបមួយដែលនៅប្រឡាក់ឈាមស្រស់គឺជាឈាមរបស់នារីម្នាក់ដែលគេទើបតែសម្លាប់បំពិតមាត់និងយកសពមកគ្របវែងចោលក្នុងរណ្ដៅដីផកកាលពីប៉ុន្មានម៉ោងមុនគេព្យាយាមរកផ្លូវចេញប៉ុន្តែរាល់ពេលដែលគេដើរគេមានអារម្មណ៍ថាព្រៃនេះកាន់តែរួមទួយទៅវិញហើយដើមឈើទាំងឡាយហាក់ដូចជាកំពុងរំកិលខ្លួនបិទផ្លូវគេក្រាក់សំឡេងមេឈើបាក់នៅពីក្រោយខ្នងរបស់រទ្ធីធ្វើឲ្យរទ្ធីព្យាព្រឺតគេងាកក្រោយយ៉ាងលឿនប៉ុន្តែគ្មានអ្វីទាំងអស់ក្រៅពីភាពងងឹតសូន្យឈឹងដែលមើលមិនធ្លុះគេដកដង្ហើមញាប់ស្មៃចេញតាមមាត់ដោយសារភាពត្រជាក់រំពេកនោះក្លិនស្អុយអាសូចដូចជាសត្វស្អុយដែលផ្អាប់ទុកនៅក្នុងទឹកជោគជៀមបានភីអប៉ះច្រមុះរបស់គេវាមិនមែនជាក្លិនសត្វងាប់ទេវាជាក្លិនសាកសពមនុស្សដែលកំពុងរលួយរទ្ធីជួយខ្ញុំផងសំឡេងសឹកស៊ីវដែលស្អកស្រក់បន្លឺហាងក្បែរត្រជាខាងឆ្វេងរបស់រទ្ធីស្ទុះងាកចេញរោមដៃរោមជើងរបស់គេបាច់ចងាមគ្មាននរណាឡើយប៉ុន្តែនៅពេលដែលគេមើលទៅដីគេឃើញស្មានជើងសើមដែលប្រឡាក់ដោយផកនិងឈាមកំពុងដកជារូបរាងដើរតម្រង់មកគេយឺតទោះបីជាគ្មានមនុស្សឈរនៅទីនោះក៏ដោយគេចាប់ផ្ដើមរត់ទាំងមិនដឹងទិសដៅជើងរបស់គេជន់លើសម្បកឈើសំឡេងឮដូចជាឆ្អឹងមនុស្សដែលកំពុងបាក់ក្រក់ក្រោមបាតជើងរបស់គេក្នុងពេលកំពុងរត់គេមានអារម្មណ៍ថាមានសក់វែងនិងត្រជាក់ដូចទឹកកកបោកមកប៉ះមុខគេលើកដៃវាស់ចេញប៉ុន្តែវាស់មិនចេញឡើយវាហាក់ដូចជាសក់ទាំងអស់នោះដុះចេញពីខ្យល់អាកាស
រទ្ធីឈប់សម្រាកនៅក្បែរដើមជ្រៃធំមួយគេផ្អែកខ្នងនឹងដើមឈើដកដង្ហើមហត់វិស័កធាតុរំពេកនោះគេមានអារម្មណ៍ថាមានទឹកត្រជាក់ស្រក់មកលើក្បាលរបស់គេតក់គេយកដៃស្ទាបរួចយកមកមើលក្រោមពន្លឺព្រះច័ន្ទដ៏អស្ចារ្យលោកស័ក្តិវាមិនមែនជាទឹកភ្លៀងទេវាគឺជាឈាមខ្មៅខាប់ដែលធំក្លិនស្អុយអាសូរគេយឺតងើបមុខឡើងទៅលើដើមឈើនៅទីនោះគេបានឃើញរូបរាងដ៏រន្ធត់បំផុតនារីដែលគេទើបតែសម្លាប់កំពុងអង្គុយចងហោងលើមេឈើទួលប្រាណរបស់នាងដាច់រហែកសម្លៀកបំពាក់ពណ៌សប្រឡាក់ឈាមសុទ្ធសាធអ្វីដែលរន្ធត់បំផុតនោះគឺភ្នែករបស់នាងមិនមែនជាគ្រាប់ភ្នែកធម្មតាទេវាគឺជាប្រហោងខ្មៅងងឹតដែលមានឈាមហូរចេញមកបញ្ឈប់មាត់របស់នាងហើយទៅត្រចៀកបង្ហាញឲ្យឃើញទៅវិញដែលបាក់ពីបែកនិងអណ្ដាលដែលដាច់ជាពីរឯងយកជីវិតអញយកព្រលឹងឯងនាងនិយាយទាំងសំឡេងក្រលួចដែលធ្វើឲ្យខ្យល់ក្នុងសួតរបស់រទ្ធីហាក់ដូចជាកកឈាមនាងបានទម្លាក់ខ្លួនចុះពីលើមេឈើដូចជាសត្វពីងពាងរទ្ធីចង់ស្រែកតែគ្មានសំឡេងគេចង់រត់តែជើងទាំងពីររបស់គេត្រូវរឹសឈើដុះមកព័ទ្ធជុំវិញកជើងយ៉ាងណែននារីនោះរំកិលខ្លួនចូលមកជិតមុខរបស់នាងនៅចម្ងាយតែមួយចំអាមពីមុខរបស់គេក្លិនដង្ហើមរបស់នាងគឺពោពេញទៅដោយក្លិនមរណៈក្រចកវែងពណ៌ខ្មៅរបស់នារីបានលូមកចាប់ផ្ទៃមុខរបស់រទ្ធីយឺតរួចសោកចូលទៅក្នុងមាត់របស់គេបង្ខំឲ្យគេលាបដុំឈាមដែលនាងចាក់មកចិនរទ្ធីភ័យខ្លាចដល់ថ្នាក់ភ្នែកទាំងពីររបស់គេហៀបទាំងលៀនចេញមកក្រៅក្នុងខណៈនោះព្រៃទាំងមូលស្រាប់តែបន្លឺសំឡេងសាយស្រីរាប់រយអ្នកបន្លឺឡើងព្រមគ្នាហាក់ដូចជាវិញ្ញាណសងសឹកទាំងអស់ក្នុងព្រៃនេះកំពុងតែមកមើលការសងសឹកមួយនេះមុនពេលដែលស្មារតីរបស់គេរលត់ទៅរទ្ធីបានឃើញរូបភាពចុងក្រោយគឺនារីនោះកំពុងតែហែកទ្រូងរបស់រទ្ធីយឺតដោយដៃទន់ដើម្បីយកបេះដូងដែលកំពុងលោតញាប់ទាំងរស់សំឡេងស្រែកចុងក្រោយរបស់គេបានលាបបាត់ទៅក្នុងភាពងងឹតនៃព្រៃមរណៈហើយសពរបស់គេក៏មិនត្រូវបានរកឃើញឡើយក្រៅពីក្លិនស្អីដែលតែងតែភាយចេញពីព្រៃនោះរៀងរាល់ថ្ងៃសិលនឹងឲ្យបងប្អូនទាំងអស់គ្នារឿងយើងបានមកដល់ទីបញ្ចប់ហើយបើបងប្អូនស្រឡាញ់ចូលចិត្តកុំភ្លេចចុច like និង subscribe ម្នាក់មើលផងអរគុណសម្រាប់ការស្ដាប់តាំងពីដើមរហូតដល់ទីចប់អរគុណសូមជម្រាបលានៅចន្លោះជួរភ្នំដាច់ស្រយាលដែលពោពេញទៅដោយដើមឈើបុរាណមានអាយុកាលរាប់រយឆ្នាំមានព្រៃមួយដែលអ្នកភូមិប្រសិទ្ធថាព្រៃលេកសពទីនោះមិនដែលមានពន្លឺចាំងចូលដល់ដីឡើយសូម្បីតែសត្វបុក្សីក៏មិនហ៊ានហើរឆ្លងកាត់ដែរយប់នេះខ្យល់ត្រជាក់ស្រែបបោកមកប៉ះស្បែកកាត់តាមចន្លោះមេឃឈើងាប់ដែលញ័ររន្ធត់ដូចជាម្រាមដៃខ្មោចកំពុងអង្រុនរកចំណីរទ្ធីបុរសដែលមានប្រវត្តិជោគចាមដោយឈាមកំពុងតែដើររេលងក្នុងព្រៃនេះក្នុងដៃរបស់គេមានកាន់កាំបិតត្នោតមួយដែលនៅប្រឡាក់ឈាមស្រស់គឺជាឈាមរបស់នារីម្នាក់ដែលគេទើបតែបានសម្លាប់បំបិតមាត់និងយកសពមកក្រវែងចោលក្នុងរណ្ដៅដីភក់កាលពីប៉ុន្មានម៉ោងមុនគេព្យាយាមរកផ្លូវចេញប៉ុន្តែរាល់ពេលដែលគេដើរគេមានអារម្មណ៍ថាព្រៃនេះកាន់តែរួមតូចទៅហើយដើមឈើទាំងឡាយហាក់ដូចជាកំពុងរំកើខ្លួនបិទផ្លូវគេក្រាក់សំឡេងមេឃឈើបាក់នៅពីក្រោយខ្នងធ្វើឲ្យរទ្ធីភ្ញាក់ព្រឺតគេងាកក្រោយយ៉ាងលឿនប៉ុន្តែគ្មានអ្វីទាំងអស់ក្រៅពីភាពងងឹតសូនឈឹងដែលមើលមិនធ្លុះគេដកដង្ហើមញាប់ផ្សែងចេញតាមមាត់ដោយសារភាពត្រជាក់រំពេះនោះក្លិនស្អុយអាសោចដូចជាសាច់ស្អុយដែលផ្អាប់ទុកក្នុងទឹកជោកចាមបានភាយមកប៉ះច្រមុះរបស់គេវាមិនមែនជាក្លិនសត្វងាប់ទេវាគឺជាក្លិនសាកសពមនុស្សដែលកំពុងរលួយរទ្ធីជួយខ្ញុំផងសំឡេងខ្សឹះខ្សៀវដែលស្អកបន្លឺឡើងក្បែរត្រចៀកខាងឆ្វេងរបស់គេស្ទុះងាកចេញរោមដៃរោមជើងរបស់គេបាសច្រងងាងគ្មានឯណាឡើយប៉ុន្តែនៅពេលដែលគេមើលទៅដីគេឃើញស្នាមជើងសើមដែលប្រឡាក់ដោយភក់និងឈាមកំពុងដកជារូបរាងដើរទម្រង់មករកគេយឺតទោះបីជាគ្មានមនុស្សឈរនៅទីនោះឡើយគេចាប់ផ្ដើមរត់ទាំងមិនដឹងទិសដៅជើងរបស់គេជន់នៅលើសំបកឈើសំឡេងឮដូចជាឆ្អឹងមនុស្សដែលកំពុងបាក់ក្រោមបាតជើងក្នុងពេលកំពុងរត់គេមានអារម្មណ៍ថាមានសក់វែងនិងត្រជាក់ដូចទឹកកកបោកមកប៉ះមុខគេលើកដៃវះចេញប៉ុន្តែវះមិនចេញឡើយវាហាក់ដូចជាសក់ទាំងនោះដុះចេញពីខ្យល់អាកាសរទ្ធីឈប់សម្រាកនៅក្បែរដើមជ្រៃធំមួយគេផ្អែកខ្នងនឹងដើមឈើដកដង្ហើមហត់ដូចសត្វភៀតរំពេះនោះគេមានអារម្មណ៍ថាមានទឹកត្រជាក់ស្រក់មកលើក្បាលរបស់គេតក់គេយកដៃស្ទាបរួចយកមកមើលក្រោមពន្លឺព្រះច័ន្ទដ៏ស្រអំវាមិនមែនជាទឹកភ្លៀងទេវាគឺជាឈាមខ្មៃខាប់ដែលធំក្លិនស្អុយអាសោចគេយឺតងើបមកឡើងមើលទៅលើមែកឈើ
នៅទីនោះគេបានឃើញរូបរាងដ៏រន្ធត់បំផុតនារីដែលគេទើបតែសម្លាប់កំពុងអង្គុយចងហោងលើមែកឈើខ្លួនប្រាណរបស់នាងដាច់រហែកសម្លៀកបំពាក់ពណ៌សប្រឡាក់ឈាមសុទ្ធសាធទាំងអស់អ្វីដែលរន្ធត់បំផុតគឺភ្នែករបស់នាងមិនមែនជាក្របភ្នែកធម្មតាទេគឺជាប្រហោនខ្មៅងងឹតដែលមានឈាមហូរចេញមកមិនឈប់មាត់របស់នាងហែកដល់ត្រចៀកបង្ហាញឲ្យឃើញធ្វើធ្មេញដែលបាក់បែកនិងអណ្ដែតដែលដាច់ជាពីរឯងយកជីវិតអញយកព្រលឹងឯងនាងនិយាយទាំងសំឡេងក្រលួចដែលធ្វើឲ្យខ្យល់ក្នុងសួតរបស់រិទ្ធីហាក់ដូចជាកកឈាមនាងបានទម្លាក់ខ្លួនចុះពីលើមែកឈើដូចជាសត្វពីងរិទ្ធីចង់ស្រែកតែមិនមានសំឡេងចេញមកគេចង់រត់តែជើងទាំងពីររបស់គេត្រូវរុះឈើដុះមកព័ទ្ធជុំវិញកជើងយ៉ាងណាននារីនោះរំកិលខ្លួនចូលមកជិតគេមុខរបស់នាងនៅចម្ងាយតែមួយចំអាមពីមុខរបស់គេក្លិនដង្ហើមរបស់នាងគឺពោពេញទៅដោយក្លិនមរណៈក្រចកដៃវែងពណ៌ខ្មៅរបស់នាងបានលូមកចាប់ផ្ទៃមុខរបស់រិទ្ធីយឺតរួចសោកចូលទៅក្នុងមាត់របស់គេបង្ខំឲ្យគេលះដុំឈាមដែលនាងខ្ជាក់ចេញមករិទ្ធីភ័យខ្លាចដល់ថ្នាក់ភ្នែកទាំងពីររបស់គេហៀបនឹងលៀនចេញមកក្រៅហើយក្នុងខណៈនោះព្រៃទាំងមូលស្រាប់តែបន្លឺសំឡេងសាច់ស្រីរាប់រយអ្នកបន្លឺព្រមគ្នាហាក់ដូចជាវិញ្ញាណសងសឹកទាំងអស់ក្នុងព្រៃនេះកំពុងតែមកមើលការសងសឹកមួយនេះមុនពេលដែលស្មារតីរបស់គេរលត់ទៅរិទ្ធីបានឃើញរូបភាពចុងក្រោយគឺនារីនោះកំពុងតែហែកទ្រូងរបស់គេយឺតដោយដៃទេដើម្បីយកបេះដូងដែលកំពុងលោតញាប់នោះមកស៊ីទាំងរូបសំឡេងស្រែកចុងក្រោយរបស់គេត្រូវបានលាបបាត់ទៅក្នុងភាពងងឹតនៃព្រៃមរណៈនិងសពរបស់គេក៏មិនដែលត្រូវបានរកឃើញឡើយក្រៅពីក្លិនស្អុយដែលតែងតែភាយចេញពីព្រៃនោះរៀងរាល់យប់ថ្ងៃសិលកុំងាកក្រោយឲ្យសោះប្រសិនបើអ្នកមានអារម្មណ៍ថាមានខ្យល់ត្រជាក់បោកបោះមកប៉ះករបស់អ្នកនៅពេលនេះពីព្រោះនាងប្រហែលជាកំពុងឈរនៅពីក្រោយអ្នកហើយនៅកណ្ដាលព្រៃជ្រៅដាច់ស្រយាលមួយដែលអ្នកភូមិប្រសិទ្ធថាព្រៃយំលែងចេញជាទីកន្លែងដែលសូម្បីតែពន្លឺព្រះច័ន្ទក៏មិនអាចចាំងទម្លុះមែកឈើដែលងាប់ក្រៀមក្រោះមកដល់ដីឡើយខ្យល់ត្រជាក់ស្រែបបោកបោះមកប៉ះស្បែកកាត់តាមចន្លោះមែកឈើដែលញ័ររន្ធត់ដូចជាម្រាមដៃខ្មោចកំពុងតាមអង្រុនរកចំណីយប់នេះភាពស្ងប់មិនមែនជាសន្តិភាពទេប៉ុន្តែវាគឺជាសញ្ញានៃការចាប់ផ្ដើមនៃភាពរន្ធត់សុកជាបុរសចិត្តអាក្រក់និងជាជនដៃដល់ដែលបានសម្លាប់មិត្តសម្លាញ់ខ្លួនឯងដើម្បីប្លន់យកមាសប្រាក់កំពុងតែរត់គេចខ្លួនកាត់ព្រៃនេះទាំងយប់អធិត្រាក្នុងដៃរបស់គេមានកាន់ថោងមាសយ៉ាងណែនប៉ុន្តែជើងរបស់គេហាក់ដូចជាធ្ងន់ទៅរាល់ជំហានដែលគេជន់នៅលើសន្លឹកឈើងាប់បន្លឺសំឡេងក្រាក់ដូចជាឆ្អឹងមនុស្សដែលកំពុងបាក់ក្រៅបាតជើងរបស់គេរំពេះនោះក្លិនស្អុយអាសោចដូចជាសាកសពដែលស្អុយរលួយក្នុងទឹកភក់បានភាយមកប៉ះច្រមុះសុកយ៉ាងខ្លាំងគេឈប់ងក់រួចដកដង្ហើមញាប់នៅពីក្រោយខ្នងរបស់សុកគេមានអារម្មណ៍ថាមានអ្វីមួយកំពុងដកដង្ហើមវែងដាក់កញ្ចឹងករបស់សុកខ្យល់ដង្ហើមនោះត្រជាក់ស្រែបដូចទឹកកកដែលស្រង់ចេញពីបាតអណ្ដូងសុកមិនហ៊ានងាកក្រោយទេគេព្យាយាមដើរទៅមុខបន្តប៉ុន្តែស្រាប់តែគេឃើញស្រមោលសុកវែងអន្លូកដល់ដីលេចចេញមកពីមុខគេបន្តិចម្ដងសុកឯងយកមាសទៅណាសំឡេងខ្សឹកខ្សៀវដែលស្អកនឹងពោពេញទៅដោយការឈឺចាប់បន្លឺឡើងពីគ្រប់ទិសទីវាមិនមែនចេញពីមាត់មនុស្សទេប៉ុន្តែវាដូចជាចេញពីដើមឈើពីដីនិងពីស្ចរសុកភ័យញ័រពេញខ្លួនគេដកកាំបិតចេញមកវាត់ចុះឡើងក្នុងភាពងងឹតចេញទៅកុំមកឡងអញឯងងាប់ហើយឯងគ្មានសុទ្ធមកតាមអញរំពេះនោះសំឡេងសាចក្រលួចរបស់វិញ្ញាណសងសឹកបានបន្លឺឡើងដើមឈើធំជុំវិញសុកស្រាប់តែប្រែជារូបរាងដូចជាមនុស្សដែលឆោកអោបដៃសម្លឹងមើលមកគេដោយភ្នែកក្រហមឆ្អែយស្រាប់តែមានដៃត្រជាក់ស្រែបដែលសាច់ដាច់រយាយលូចេញពីក្នុងដីមកចាប់ជើងសុកយ៉ាងណែនសុកដួលផ្ងាក្រោយភ្នែករបស់គេបើកធំសម្លឹងទៅលើមែកឈើនៅទីនោះគេបានឃើញវិញ្ញាណមិត្តរបស់គេដែលគេទើបតែសម្លាប់កំពុងតែតងសរសៀចុះមកតាមមែកឈើដូចជាសត្វអាស៊ីរពិសមុខមាត់របស់វាដាច់រហែកភ្នែកខាងឆ្វេងលៀនចេញមកក្រៅកំពុងយំចេញជាឈាមខ្មៅខាប់វិញ្ញាណនោះហែកមាត់សើចបង្ហាញធ្វើធ្មេញដែលប្រឡាក់សុទ្ធតែឈាមរួចខ្សឹបដាក់ត្រចៀកសុកថាមាសនេះឯងត្រូវចាយវានៅក្នុងនរកជាមួយយើងសុកព្យាយាមស្រែកតែមិនមានសម្លេងចេញមកគេមានអារម្មណ៍ថាមានសរសៃសក់រាប់ពាន់សរសៃកំពុងរុំព័ទ្ធករបស់គេយឺតនិងរឹតកាន់តែណែនទៅស្បែកក្បាលរបស់គេស្ពឹងអស់ក្នុងខណៈដែលក្រចកវែងពណ៌ខ្មៅរបស់វិញ្ញាណនោះ
ចាប់ដាមលូចូលទៅក្នុងទ្រូងរបស់គេយឺតដើម្បីខ្វែកយកបេះដូងដែលកំពុងលោតញោកនោះទាំងរស់ក្នុងភាពងងឹតសូន្យឈឹងសំឡេងចុងក្រោយដែលឮគឺសំឡេងក្រាក់នៃឆ្អឹងកបាក់និងសំឡេងទំពាកសាច់យ៉ាងស្រាវធ្មេញលុះព្រឹកឡើងអ្នកភូមិប្រទះតែថោមមាសដែលនៅទទេនិងសពរបស់សុកដែលមានផ្ទៃមុខរន្ធត់បំផុតភ្នែកបើកធំសម្លឹងទៅលើមេឃដូចជាកំពុងឃើញអ្វីមួយដែលគួរឲ្យខ្លាចបំផុតមុនពេលស្លាប់